នេះគឺជា laptop ដែលមានតម្លៃ$77,000ដំបូងគេបង្អស់នៅកម្ពុជាតើមានចំណុចពិសេសអស្ចារ្យអ្វីខ្លះនិងកម្លាំងម៉ាស៊ីនខ្លាំងដល់កម្រិតណាទើបធ្វើឲ្យ laptop មួយគ្រឿងនេះមានតម្លៃថ្លៃបែបនេះកុំភ្លេចតាមដានទស្សនាវីដេអូ review ជាមួយនឹងខ្ញុំទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នានេះគឺជា MSI Titan 18HX Dragon Edition Trico Epic វាមិនមែនគ្រាន់តែជា gaming laptop ធម្មតាទេប៉ុន្តែវាជាស្នាដៃសិល្បៈមួយដែលត្រូវបានផលិតឡើងចំនួនមានកំណត់នៅក្នុងពិភពលោកដើម្បីអបអរខួបលើកទី40ឆ្នាំរបស់ MSI laptop មួយគ្រឿងនេះត្រូវបានបំផុសគំនិតដោយយកតាមតារានិករ Draco នៅក្នុងទេវកថារបស់ប្រទេសក្រិកដែលតំណាងឲ្យភាពធន់រឹងមាំនិងថាមពលដ៏អស្ចារ្យគ្មានគូប្រៀបចំណុចដែលធ្វើឲ្យ laptop មួយគ្រឿងនេះមានតម្លៃថ្លៃជាងគេហើយខុសពី gaming laptop ដទៃគឺការ design ដែលតួខ្លួនរបស់វាទាំងមូលគឺធ្វើឡើងពីលោហៈសុទ្ធយ៉ាងប្រណិតនៅខាងលើផ្ទៃនៃ laptop មិនមែនគ្រាន់តែជារូបភាពធម្មតាទេប៉ុន្តែជាការឆ្លាក់រូបតារានិករ Draco ដែលផុសចេញមកក្រៅដែលអាចឲ្យយើងស្ទាបដឹងពីរូបរាងរបស់វាហើយមានជាមួយនឹង logo Dragon RGB រួមជាមួយនឹងអក្សរ Dragon Edition ជាភាសាក្រិកឥឡូវយើងមកមើលផ្នែកខាងមុខវិញម្ដងកន្លែងដែលយើងដាក់ដៃគឺប្រណិតមែនទែនដែល laptop មួយគ្រឿងនេះមានជាមួយនឹងកញ្ចក់5ស្រទាប់ដែលមាន print រូបតារានិករដែលបង្កើតបានជា 3D effect ដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានផ្កាយមានតារានិករកំពុងតែអណ្ដែតនៅខាងក្រោមផ្ទៃកញ្ចក់ហើយមានជាមួយនឹង seamless RGB touchpad និង logo 40ឆ្នាំ anniversary របស់ MSI ផងដែរចំណែកឯ keyboard វិញគឺបានបំពាក់មកជាមួយនឹង Cherry MX Mechanical Keyboard ដែលធ្វើឲ្យយើងងាយស្រួលចុចនិងមានសំឡេងដូចទៅនឹង Mechanical Keyboard របស់ PC ដែរហើយមានជាមួយនឹងភ្លើង RGB Power Key យ៉ាងស្រស់ស្អាតដែលធ្វើឲ្យយើងអាច custom និងដូរពណ៌ទៅតាមតម្រូវការប្រើប្រាស់របស់យើងផងដែរចូលមកដល់កម្លាំងម៉ាស៊ីនវិញ laptop មួយគ្រឿងនេះគឺជាកំពូល gaming laptop នៅក្នុងឆ្នាំ2026ដែលបានដំណើរការដោយ CPU Intel Core Ultra 9 290HX Plus និង GPU Nvidia RTX 5024G GDDR7 អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត MSI បានបំពាក់មកជាមួយនឹងមុខងារ MSI Overboost ដែលធ្វើឲ្យ laptop មួយគ្រឿងនេះអាចបញ្ចេញកម្លាំងខ្លាំងរហូតដល់270Wដែលធ្វើឲ្យការលេងហ្គេមធ្ងន់ៗក៏ដូចជាការប្រើប្រាស់ការងារធំៗបានគ្រប់កម្រិតសម្រាប់សមត្ថភាពគណនា AI ដែលមាននៅក្នុង Titan 18HX Dragon Edition មួយគ្រឿងហ្នឹងគឺមានជាមួយនឹង AI Top រហូតដល់1837 AI Top ដែលជួយឲ្យការប្រើប្រាស់មុខងារ AI បានលឿនការប្រើប្រាស់ទៅលើការងារធំៗក៏ដូចជាការលេងហ្គេមដែលមាន support ជាមួយនឹងមុខងារ AI គឺបានយ៉ាងរលូនមិនត្រឹមតែប៉ុណ្ណោះនៅលើកំពូល GPU ដែលបានបំពាក់មកជាមួយនឹង laptop មួយគ្រឿងនេះគឺមានជាមួយនឹងមុខងារ DLSS 4.5 ដែលជួយ generate frame បន្ថែមធ្វើឲ្យការលេងហ្គេមធំៗគឺទទួលបាន frame rate ខ្ពស់ហើយ smooth ខ្លាំងសម្រាប់ RAM វិញមានទំហំ 96GB ជាប្រភេទ DDR5 ដែលមាន burst speed 6400ដែលអាចឲ្យយើងប្រើប្រាស់ទៅលើការងារធំៗបានច្រើនក្នុងពេលតែមួយហើយបើសិនជាយើងចង់ upgrade ក៏អាច upgrade បានផងដែរដែលអាច upgrade បានរហូតដល់ 128GB ចំណែកឯ storage វិញគឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Super Red 5 ដែលមាន M2 Gen 5 ទំហំ 2T ចំនួន1ដើមមាន M2 Gen 4 ទំហំ 2T ចំនួន1ដើមដែលធ្វើឲ្យ laptop មួយនេះមានល្បឿន read រហូតដល់ 18GB ក្នុង1 second ដែលធ្វើឲ្យការ copy ឯកសារចេញចូលការលេងហ្គេមធំៗក៏ដូចជាការប្រើប្រាស់ការងារប្រចាំថ្ងៃបានយ៉ាងរលូនសម្រាប់ចំណុចដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំជាងគេហ្នឹងគឺអេក្រង់វាជា laptop ដំបូងហើយដែលមានអេក្រង់ 18 កម្រិត resolution 4K ជាប្រភេទ mini LED ដែលបង្ហាញរូបភាពបានច្បាស់ពណ៌ស្រស់ស្អាតនិងមាន contrast ខ្ពស់ហើយមានជាមួយនឹងកម្រិតពន្លឺខ្ពស់ដែលអាចឲ្យយើងមើលនៅខាងក្រៅក៏ដូចជាមើលនៅកន្លែងដែលមានពន្លឺខ្លាំងបានហើយមានជាមួយនឹងល្បឿន refresh rate រហូតដល់ 240Hz ដែលធ្វើឲ្យការលេងហ្គេមការ movement ឬក៏ការប្រើប្រាស់ការងារប្រចាំថ្ងៃគឺទទួលបាននៅបទពិសោធន៍ថ្មីប្លែកហើយក៏ជា laptop ដំបូងគេហើយដែលមានជាមួយនឹងអេក្រង់កម្រិត resolution 4K ជាមួយនឹងល្បឿន refresh rate រហូតដល់ 240Hz បែបនេះសម្រាប់ចំណុចអេក្រង់នឹងដែរអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយថាហេតុអីបានជា gaming laptop តម្លៃរហូតដល់$77,000ហើយប៉ុន្តែអត់ប្រើជាមួយនឹងកញ្ចក់ជាប្រភេទ OLED panel អញ្ចឹងបានជា MSI ជ្រើសរើសប្រភេទ mini LED សម្រាប់ប្រើប្រាស់នៅលើ laptop លំដាប់កម្ពស់បែបនេះគឺដោយសារតែប្រភេទ mini LED អាចផ្ដល់នៅកម្រិតពន្លឺខ្ពស់ជាងនិងការប្រើប្រាស់រយៈពេលយូរដោយមិនចាំបាច់បារម្ភទាក់ទងជាមួយនឹងបញ្ហា burn in ជាក់ស្ដែងនៅពេលដែលខ្ញុំបានធ្វើការ test game 007 First Light នៅលើ laptop មួយគ្រឿងនេះជាមួយនឹង gaming laptop OLED ផ្សេងទៀតតាក់ទងជាមួយនឹងពន្លឺ reflection និង HDR effect នៅលើ mini LED មួយនេះគឺបង្ហាញពណ៌បានភ្លឺជាង
ច្បាស់ជាងដិតជាងជាពិសេសគឺកន្លែងដែលមានពន្លឺងងឹតគឺបង្ហាញមកបានច្បាស់មែនទែនទាំងនេះគឺជាមូលហេតុដែលអេក្រង់ប្រភេទ mini LED នៅតែជាជម្រើសដ៏ល្អសម្រាប់ gaming laptop លំដាប់កំពូលបែបនេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា laptop ដែលមានកម្លាំងខ្លាំងបែបនេះតើកម្ដៅរបស់វាខ្លាំងដែរអត់អញ្ចឹងសម្រាប់ MSI Titan 18XX មួយហ្នឹងគឺបានបំពាក់មកជាមួយនឹងដែកត្រជាក់ជាប្រភេទ Vapor Chamber Cooler ដែលជាបច្ចេកវិទ្យាចំនួនថ្មីដែលមានដែកត្រជាក់ធំហើយគ្របដណ្ដប់ទាំង CPU និង GPU ដែលបញ្ចុះកម្ដៅបានល្អមែនទែនហើយថែមទាំងមានដែកត្រជាក់ Thermal Paste ពិសេសសម្រាប់គ្របដណ្ដប់ទៅលើ M2 PCIe Gen 5ដែលធ្វើឲ្យ laptop មួយគ្រឿងនេះមិនមានបញ្ហាឡើងកម្ដៅឡើយគ្រាន់តែរៀបរាប់ត្រឹមតែស្ពេចប៉ុណ្ណឹងអ្នកទាំងគ្នាប្រហែលជាអត់ដឹងថាកម្លាំង performance របស់វានឹងគឺខ្លាំងដល់កម្រិតណានោះទេឥឡូវតោះតតែ performance ជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងសម្រាប់ហ្គេមដែលខ្ញុំយកមកធ្វើការតេស្តដំបូងគេគឺហ្គេម007 First Light ដែលជាហ្គេម Action Adventure ចំនួនថ្មីដែលមានជាមួយនឹង graphics ស្រស់ស្អាតហើយលម្អិតខ្លាំងខ្ញុំបានលេងនៅក្នុងកម្រិត 4K ជាមួយនឹង DLSS 4ហើយលទ្ធផលដែលទទួលបានគឺពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនដែលអាចទទួលបាន frame rate ខ្ពស់រហូតដល់200 frame ជាងអ្វីដែលខ្ញុំចាប់អារម្មណ៍មិនមែនត្រឹមតែ frame rate ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែតាក់ទងជាមួយនឹងរូបភាពដែលបង្ហាញចេញមកនៅតែច្បាស់ស្រស់ស្អាតនិងលម្អិតខ្លាំងទោះបីជាកំពុងតែលេងនៅក្នុងកម្រិត resolution 4K ក៏ដោយសម្រាប់ហ្គេមបន្ទាប់ខ្ញុំបានតេស្តជាមួយនឹងហ្គេម Cyberpunk 2077ដែលជាហ្គេមមួយដែលប្រើប្រាស់កម្លាំងម៉ាស៊ីនខ្លាំងខ្ញុំបានលេងនៅក្នុងកម្រិត 4K ជាមួយនឹងមុខងារ DLSS 4ហើយអ្វីដែលខ្ញុំទទួលបានគឺមិនមែនត្រឹមតែ frame rate ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែតាក់ទងជាមួយនឹងរូបភាពដែលបង្ហាញមកគឺនៅតែច្បាស់និងលម្អិតខ្លាំងកន្លែងដែលមានពន្លឺមានស្រមោលនិង reflection ផ្សេងៗនៅក្នុង Night Cityមើលទៅមានភាពរស់រវើកនិងពិតប្រាកដធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែលេងនៅលើ desktop gaming PC កម្រិតកំពូលមួយអញ្ចឹងក្រៅតែពីការលេងហ្គេមខ្ញុំក៏បានតេស្តជាមួយនឹងកម្មវិធីធំៗដែលប្រើប្រាស់ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងដែលកម្មវិធីដំបូងដែលខ្ញុំយកមកធ្វើការតេស្តហ្នឹងគឺកម្មវិធី SketchUp ដែលជាកម្មវិធី 3D មួយសម្រាប់ architecture នៅក្នុងការប្រើប្រាស់ជាក់ស្ដែងមិនថាតែការ movement ការគូសការ view គឺមានភាពរលូនខ្លាំងទោះបីជា project មានទំហំធំយ៉ាងណាក្ដីក៏ laptop មួយគ្រឿងនេះគឺអាចដំណើរការបានយ៉ាងរលូនហើយសម្រាប់កម្មវិធីបន្ទាប់គឺខ្ញុំបានតេស្តជាមួយនឹងកម្មវិធី Lumion Pro ដែលជាកម្មវិធី 3D ដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំងហើយតាក់ទងជាមួយនឹងការបែងឆ្មាកមុននឹងចូលប្រើប្រាស់កម្មវិធីលទ្ធផលដែលយើងទទួលបានគឺល្អឥតខ្ចោះតែម្ដងសម្រាប់ laptop មួយគ្រឿងហ្នឹងហើយសម្រាប់ការប្រើប្រាស់ជាក់ស្ដែងមិនថាតែការ edit ការបង្ហាញស៊ីនពន្លឺ shadow អីគឺ smooth មែនទែនហើយសម្រាប់ការ render project វិញ laptop មួយគ្រឿងនេះគឺអាច render គ្រប់ទំហំការងារតែម្ដងដោយដែលខ្ញុំកំពុងតែ render ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងសម្រាប់កម្មវិធីបន្ទាប់គឺខ្ញុំបានធ្វើការកាត់តវីដេអូកម្រិត 4K នៅលើកម្មវិធី Adobe Premiere Pro តាក់ទងជាមួយនឹងការ playback project ដែលមាន effect ច្រើនការកាត់តវីដេអូកម្រិតធ្ងន់ៗគឺធ្វើបានល្អមែនទែនហើយសម្រាប់ការ render វិញខ្ញុំបានតេស្ត render ជាមួយនឹងវីដេអូរយៈពេល7នាទីដែលមាន resolution 4K គឺចំណាយពេលត្រឹមតែ2នាទីតែប៉ុណ្ណោះដែលពិតជាអស្ចារ្យហើយលឿនមែនទែនសម្រាប់ laptop មួយគ្រឿងហ្នឹងសម្រាប់កម្មវិធីចុងក្រោយខ្ញុំបានតេស្តជាមួយនឹងកម្មវិធី Adobe After Effects ដែលជាកម្មវិធី motion graphics មួយដែលប្រើប្រាស់កម្លាំងម៉ាស៊ីនខ្លាំងមែនទែនហើយនៅពេលដែលខ្ញុំបានធ្វើការ preview ការបើក composition ធំៗគឺមានភាពរលូនហើយការប្រើ effect និង animation ផ្សេងៗគឺគ្មានបញ្ហាឡើយសម្រាប់ laptop មួយគ្រឿងនេះហើយខ្ញុំក៏បានធ្វើការ test render project ដូចគ្នាសម្រាប់ល្បឿនវិញគឺពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនដោយដែលអ្នកទាំងអស់គ្នាឃើញអញ្ចឹងសរុបមកក្នុងតម្លៃ$77,000 MSI Titan 18XX Dragon Edition មួយនេះវាមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេប៉ុន្តែវាពិតជាស័ក្តិសមសម្រាប់អ្នកដែលត្រូវការជាមួយនឹងកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងដាច់គេការ design ប្លែកពីគេជាប្រភេទ limited edition និងជាស្នាដៃសិល្បៈកម្រិតពិភពលោកអញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ជាមួយនឹងកំពូល gaming laptop ដ៏អស្ចារ្យមួយគ្រឿងនេះកុំភ្លេចអញ្ជើញមកកាន់ Top Tech Computer ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោមចន្លោះ Stop DN និង Stop Nanjing ឬក៏អ្នកនរគ្នាអាចទំនាក់ទំនងមកកាន់ពួកយើងតាមរយៈលេខទូរស័ព្ទ Facebook Page និង Telegram ដែលមាននៅលើវីដេអូនេះស្រាប់សូមអរគុណនិងសូមជម្រាបលា